នេះគឺជាប្រវត្តិនៃការដកលុយចេញពីក្នុងហ្គេមហ្នឹងគឺ$3.26សេនដែលធ្វើការដកចេញពីក្នុងកម្មវិធីហ្គេមហ្នឹងនេះកម្មវិធីហ្គេមដែលខ្ញុំបានធ្វើការបង្ហាញអ្នកគ្នាអំពីការតឡើងកម្មវិធីហ្នឹងណាហ្គេមហ្នឹងបាទហើយនេះគឺជាឈ្មោះកម្មវិធីហ្គេមមួយហ្នឹងបងប្អូនអាចមើលឈ្មោះបានហើយប្រវត្តិនៃការដករបស់ខ្ញុំនៅថ្ងៃម្សិលមិញថ្ងៃទី22បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ការទស្សនាវីដេអូថ្មីខ្ញុំបានម្ដងទៀតនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការនាំបងប្អូនយើងមកធ្វើការចុះឈ្មោះឬក៏តឡើងកម្មវិធីលេងជាមួយនឹងកម្មវិធីហ្គេមមួយដែលខ្ញុំនឹងធ្វើការឲ្យអ្នកគ្នាបានទស្សនាឬក៏នឹងធ្វើការឃើញអំពីការដកលុយចេញពីក្នុងកម្មវិធីនោះផងដែរអញ្ចឹងកម្មវិធីហ្នឹងគឺខ្ញុំលើកយកមកណែនាំនេះគឺដោយសារតែវាជាកម្មវិធីហ្គេមមួយដែលយើងអាចធ្វើការលេងវាស្តៀងទៅនឹងកម្មវិធីហ្គេមធម្មតាប៉ុន្តែលក្ខណៈពិសេសរបស់វាគឺជាការដកលុយចេញពីក្នុងកម្មវិធីហ្នឹងគឺបានពិតប្រាកដគឺចាប់ពីចំនួនទី10សេនបាទ10សេនយើងហ្នឹងដកទៅក្នុង PayPal អូខេអញ្ចឹងបងប្អូនយើងអាចមកទស្សនាវីដេអូនេះបានទាំងអស់គ្នាឲ្យបានចប់ណាដើម្បីយើងបងប្អូននឹងដឹងអំពីកម្មវិធីហ្នឹងក៏ដូចជាអត្ថប្រយោជន៍នៃវីដេអូនេះបាទអញ្ចឹងបងប្អូនយើងដែលគាត់មកថ្មីទើបតែនឹងស្គាល់ channel YouTube របស់ខ្ញុំបងប្អូនធ្វើការចុចនៅលើពាក្យថាជាវទៅនេះមកបាទចុចលើពាក្យថាជាវហើយបន្តមកទៀតបងប្អូនចុចលើពាក្យថាបានជាវនឹងមកហើយបងប្អូនយកពាក្យថាទាំងអស់នេះអញ្ចឹងនៅពេលបងប្អូនយកពាក្យថាទាំងអស់ហើយអញ្ចឹងវាដាក់ថាអ្នកនឹងទទួលបានការជូនដំណឹងទាំងអស់អញ្ចឹងនៅពេលដែលយើងធ្វើការផុសវីដេអូ upload ចូលមកក្នុង channel នេះអញ្ចឹងបងប្អូននឹងឃើញមុនគេនៅក្នុង channel មួយនេះអូខេអញ្ចឹងឥឡូវមកខាពេខ្ញុំសូមធ្វើការបង្ហាញបងប្អូនយើងតែម្ដងអំពីការតឡើងកម្មវិធីនឹងជាមួយនឹង link ដែលដាក់នៅក្នុងក្រោមវីដេអូឬក៏នៅក្នុង comment វីដេអូឥឡូវឧទាហរណ៍ថាវីដេអូនេះចប់បាទបងប្អូនចុចលើវីដេអូហ្នឹងមកបាទបន្តមកទៀតគឺបងប្អូនយើងចុចមកមើលនៅ comment នេះ comment ណាអញ្ចឹងនៅក្នុង comment គឺខ្ញុំបានដាក់ link កម្មវិធីនឹងដែរអញ្ចឹងបងប្អូនធ្វើការចុចនៅលើ comment ហ្នឹងមកចុចលើ link QQ comment ហ្នឹងនៅខាងក្រោម comment ហ្នឹងហើយបន្តមកទៀតគឺវាចេញមកតម្រងចាំតិចបាទនេះបែបនេះជប់នេះបែបនេះអញ្ចឹងបងប្អូនយើងធ្វើការចុចទៅថា install now ឬមកបាទបន្ទាប់មកគឺវាឲ្យបងប្អូនយើងតឡើងកម្មវិធីហ្នឹងហើយអញ្ចឹងបងប្អូនយើងតឡើងកម្មវិធីនេះតឡើងតាមរយៈ link ដំណរបស់ខ្ញុំគឺបងប្អូននឹងបានទឹកប្រាក់$1ភ្លាមចូលទៅក្នុងកម្មវិធីហ្គេមហ្នឹងហើយនេះគឺជាឈ្មោះហ្គេមមួយហ្នឹងដែរឈ្មោះហ្គេមមួយហ្នឹងអ្នកនេះណាបាទហ្នឹងណាបាទអានេះគឺជាឈ្មោះហ្គេមមួយហ្នឹងហើយ logo វានេះបាទអូខេអញ្ចឹងឥឡូវបងប្អូនយើងអាចទៅមើលអ្នកគ្នាគឺខ្ញុំធ្វើការបង្ហាញអ្នកគ្នាជាមួយនឹងការដកលុយចេញតែម្ដងបាទគឺការដកលុយចេញពីក្នុងកម្មវិធីនឹងតែម្ដងដើម្បីយើងបង្ហាញអ្នកគ្នាឲ្យកាន់តែច្បាស់ជាមួយនឹងវីដេអូនេះអូខេអញ្ចឹងឥឡូវបងប្អូនទៅមើលអ្នកគ្នាណាតោះហ្នឹងហើយអូខេអ្នកគ្នាឥឡូវខ្ញុំបានចូលមកដល់កម្មវិធីហ្គេមមួយហ្នឹងហើយអានេះគឺជាឈ្មោះកម្មវិធីហ្គេមហ្នឹងបាទឥឡូវបងប្អូនយើងចូលមកក្នុងទម្រង់នៅក្នុងកម្មវិធីទាំងអស់គ្នាបាទខ្ញុំធ្វើការបង្ហាញបងប្អូនយើងដែលគាត់ជាអ្នកថ្មីទើបតែនឹងចូលមកដល់វីដេអូនេះណាបាទអញ្ចឹងខ្ញុំបានដកលុយជាមួយនឹងកម្មវិធីនេះគឺ2-3ដងដែរបាទប៉ុន្តែឥឡូវនេះគឺខ្ញុំលើកយកមកបង្ហាញដល់គ្នាតែម្ដងបាទតកតងជាមួយនឹងកម្មវិធីហ្គេមហ្នឹងបាទអញ្ចឹងខ្ញុំបង្ហាញជាមួយនឹងអាហ្នឹងគឺជាទម្រង់នៅក្នុងកម្មវិធីហ្គេមហ្នឹងណាគ្នាហ្គេមហ្នឹងគឺបងប្អូនមើលទៅគឺលក្ខណៈរបស់វាគឺដូចទៅនឹងហ្គេមធម្មតាប៉ុន្តែលក្ខណៈរបស់វាពិសេសគឺយើងអាចដកលុយបានទៅក្នុង PayPal បាទដកបានពិតណាអ្នកនាងអញ្ចឹងនៅក្នុងហ្នឹងគឺវាមានមុខងារ2ដែលយើងត្រូវទៅធ្វើការមកស្វែងយល់បន្ថែមបាទហ្នឹងហើយអញ្ចឹងឥឡូវនេះគឺជាលុយគេហៅថាស្លឹកមាសហើយអានេះគឺហៅថាស្លឹកប្រាក់អញ្ចឹងណាអញ្ចឹងខ្ញុំមកដកនេះគឺខ្ញុំដកជាមួយនឹងស្លឹកប្រាក់ខ្ញុំដកលុយជាមួយនឹងស្លឹកប្រាក់បាទអញ្ចឹងបងប្អូនយើងមើលទាំងអស់គ្នាបាទវាមាន2ខាងលើហ្នឹងណាហ្នឹងហើយវាមាន2ខាងលើហ្នឹងឥឡូវបងប្អូនស្លឹកប្រាក់របស់ខ្ញុំគឺមាន 33k បើគិតជាលុយគឺស្មើនឹង$3ជាងហើយបងប្អូនចុចលើហ្នឹងមកបងប្អូនឃើញនេះ$3.26សេនអញ្ចឹងបងប្អូនអាចដកបានហើយប៉ុណ្ណឹងបាទយល់ទៅកម្មវិធីនេះគឺយើងអាចដកបានចាប់ពី10សេនឡើងទៅបាទ10សេនឡើងទៅចូលទៅក្នុង PayPal អញ្ចឹងខ្ញុំដកអាន3ខ្ញុំអាចធ្វើការដកបានលើទាំងអស់ហ្នឹងអាចធ្វើការដកទាំងអស់ហ្នឹងបាន$3.26សេនហ្នឹងបានអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំបង្ហាញឲ្យនេះបន្តិចជាប្រវត្តិនៃការដករបស់ខ្ញុំដូចជា4ដងដែលខ្ញុំបានធ្វើការដកនេះ
chẳng nhầm thọp thưa ca đội cho mùi nâng game nó cứ 4 đòn ấy 32 thì mỗi lực 32 sen thì pi 62 sen thì bay mà là 6 sen hay là thì 4 cứ bay là 3 sen hay là thì 5 នេះគឺខ្ញុំដកចំនួន3ដុល្លារ26សេនចុះបងធ្វើការចុចពាក្យថា withdraw all លេមកបាទចុចនៅលើពាក្យថា withdraw all បាទចុចនៅលើពាក្យថា withdraw all ហ្នឹងហើយវានឹងឲ្យយើងធ្វើការបញ្ចូលនៅ email ក៏ដូចជាឈ្មោះ email អូខេអ្នកគ្នាអញ្ចឹងឥឡូវបងប្អូនយើងមើលឡើងនេះអាហ្នឹងក៏ជាកន្លែងដែលយើងធ្វើការដកលុយបានផងដែរមុខងារទី2ណាតែឥឡូវហ្នឹងគឺវាស្មុគស្មាញសម្រាប់បងប្អូនយើងដែលគាត់មកថ្មីតែហ្នឹងណាតែអីទេឥឡូវបងប្អូនយើងមកមើលពីការដករបស់ខ្ញុំនៅកន្លែងនេះសិនជាមួយនឹងសន្លឹកប្រាក់នេះសិនកន្លែងសន្លឹកប្រាក់ណានៅខាងស្នាមដៃនេះកន្លែង 33k នេះចុចលើហ្នឹងមកបាទចុចលើកន្លែង 33k ដុល្លារហ្នឹងមកដល់នេះបន្តមកបងប្អូនធ្វើការចុចពាក្យថា withdraw all មកនេះប៊ូតុងពាក្យថា withdraw all តែនេះវាឲ្យយើងធ្វើការបញ្ចូលជាមួយនឹងemail PayPal ឬក៏ឈ្មោះ PayPal របស់យើងអញ្ចឹងបងប្អូនធ្វើការបញ្ចូលធម្មតាមកបងប្អូនចង់ធ្វើការដកជាមួយ email PayPal មួយណាបងប្អូនធ្វើការបញ្ចូលជាមួយនឹង email PayPal ឡើងហ្នឹងទៅហើយបញ្ចូលឈ្មោះរបស់យើង email ឈ្មោះ PayPal របស់យើងទៅឬក៏អ្នកគ្នាចង់ធ្វើការផ្លាស់ប្ដូរ email អីណាបងប្អូនអាចធ្វើការចុចនៅលើឯនេះដែលវាមានពាក្យថា change account នេះបើសិនជាអ្នកនេះចង់ធ្វើការផ្លាស់ប្ដូរ email ដែលយើងធ្លាប់ធ្វើការដកហ្នឹងចង់ធ្វើការបដូរថ្មីចេញវិញអាចធ្វើការចុចនៅលើពាក្យថា change account ខាងក្រោមហ្នឹងទៅបងប្អូនអាចធ្វើការបញ្ចូល email ថ្មីបានហើយឬក៏ឈ្មោះ PayPal ថ្មីបានហើយអញ្ចឹងណាអញ្ចឹងឥឡូវគឺខ្ញុំសូមធ្វើការដកអាហ្នឹងបងប្អូនធ្វើការ withdraw ហើយបងប្អូនឃើញតែនេះគេដាក់ថា$3.26អញ្ចឹងបងប្អូនចុចលើអាប៊ូតុង happy to អីគេនេះមកនេះខាងក្រោមនេះបាទចុចមកបន្តមកគឺបងប្អូនឃើញលុយរបស់ខ្ញុំគឺនៅសល់តែ00ទេហើយចឹងបងប្អូនមើលខាងលើនេះគេដាក់ថា withdraw វិញ$3.26ហ្នឹងហើយចុចលើទៅមកបន្តមកគឺកន្លែងនេះគឺកន្លែងប្រវត្តិនៃការដកជាមួយនឹងកម្មវិធីហ្នឹងណាបាទគឺវាអត់ទាន់ជោគជ័យទេវាកំពុងតែដាក់ពាក្យថា withdraw វិញបាទ withdraw វិញគឺវាកំពុងតែដំណើរការវាកំពុងតែចាប់ផ្ដើមធ្វើការបាញ់លុយឲ្យយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនឃើញប្រវត្តិនៃការដកហ្នឹងគឺគេដាក់លេខនៅក្នុងហ្នឹងគឺ$5.3ប៉ុន្តែជាក់ស្ដែងខ្ញុំដកដល់ចំនួន$3.26ទេប៉ុន្តែនៅពេលដែលវាជោគជ័យគឺវាដាក់ពាក្យថាដាក់លេខថា$3.26ឡើងហ្នឹងណាគ្នាបាទអញ្ចឹងការដករបស់ខ្ញុំជាមួយនឹងលើកម្ដងនេះទៀតគឺ5ដង5លើកបាទជាមួយនឹងកម្មវិធី game នេះអូខេអញ្ចឹងឥឡូវគឺខ្ញុំធ្វើការដកហើយប៉ុន្តែត្រូវធ្វើការរងចាំសិនរងចាំវាប្រហែលជា10ទៅ20នាទីឬក៏កន្លះម៉ោងទេអ្នកគ្នាបាទអូខេអ្នកគ្នាឥឡូវខ្ញុំវិលត្រឡប់មកម្ដងទៀតខ្ញុំធ្វើការបង្ហាញអ្នកគ្នាដើម្បីបញ្ចប់វីដេអូនេះបាទអានេះគឺជាកម្មវិធី game មួយហ្នឹងដែលខ្ញុំបានបង្ហាញអ្នកគ្នានៅខាងដើមវីដេអូហ្នឹងឥឡូវនេះគឺខ្ញុំមកបង្ហាញបញ្ចប់វីដេអូដើម្បីបញ្ជាក់បងប្អូនយើងអំពីប្រវត្តិនៃការដកលុយចេញពីក្នុងកម្មវិធី game ហ្នឹងណាបាទចុះបងប្អូនចុចនៅលើនេះមកនេះគឺខ្ញុំរកបានចំនួន2សេនបន្ថែមទៀតហើយឥឡូវបងប្អូនយើងធ្វើការចុចនៅលើនេះបងប្អូនឃើញពាក្យថា withdraw successful withdrawal បាទនេះគឺ$3.26នេះឃើញណាបាទការដករបស់ខ្ញុំគឺលើកទី5នេះគេដាក់ថា successful withdrawal ហ្នឹងហើយបងប្អូនមើលទឹកលុយរបស់ខ្ញុំនៅរកបានដកពីក្នុងកម្មវិធីនឹងសរុបគឺ$8.29ហើយពីក្នុងកម្មវិធីហ្នឹងណាអូខេអញ្ចឹងខ្ញុំស្គាល់បងប្អូនយើងនឹងយល់អស់គ្នាហើយបានជ្រាបដល់អស់គ្នាអញ្ចឹងខ្ញុំមកបង្ហាញអ្នកគ្នានេះគឺដើម្បីតែណែនាំបងប្អូនយើងដែលគាត់ប្រើប្រាស់ game ណាគ្នាលេង game អញ្ចឹងឯណាអូខេឥឡូវខ្ញុំចូលមកបង្ហាញប្រវត្តិនៃការដកនៅក្នុង PayPal គឺជា PayPal app បាទនេះអញ្ចឹងបងប្អូនមើលនៅក្នុងនេះបានទឹកលុយសរុបដែលខ្ញុំដកបានពីក្នុងពីកម្មវិធី game ផ្សេងៗហ្នឹងគឺ$25រកបាននៅក្នុងហ្នឹងអញ្ចឹងនេះគឺបងប្អូនឃើញលុយនេះគឺចំនួន$3.26ដែលជាទឹកលុយដែលយើងធ្វើការដកចេញពីក្នុង game ដែលខ្ញុំបានបង្ហាញនៅខាងដើមហ្នឹងណាហ្នឹងហើយនេះ$3.26ហើយឈ្មោះមានឈ្មោះថា BACKFIGHT បាទខ្ញុំអាច spell ឲ្យនៅនេះស្ដាប់
អានឹងគឺជាឈ្មោះកម្មវិធីហ្នឹងហើយអាខាងក្រោមនេះគឺជាឈ្មោះកម្មវិធីមួយទៀតដែរតែវាខ្ញុំដកបាន$10បាទជាមួយនឹងកម្មវិធីហ្គេមហ្នឹងដែរប៉ុន្តែក្រុមហ៊ុនតែមួយតែឈ្មោះកម្មវិធីគឺខុសគ្នាពួកការដកគឺដកបានដូចគ្នាពិតប្រាកដអូខេអញ្ចឹងវីដេអូនេះដូចជាមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកគ្នាមានចម្ងល់អីចង់សាកសួរឬក៏ចង់ធ្វើការលេងអីបងប្អូនអាចធ្វើការទៅរក link បានគឺខ្ញុំធ្វើការដាក់ link កម្មវិធីហ្នឹងនៅខាងក្រោម comment ក៏ដូចជានៅខាងក្រោមនៃចំណងជើងវីដេអូបាទអញ្ចឹងបងប្អូនអាចធ្វើការស្វែងរកបានបាទអូខេនេះគឺខ្ញុំបញ្ជាក់ម្ដងទៀតទឹកលុយដែលខ្ញុំធ្វើការដកបានហ្នឹងគឺ$3.26សេនចេញពីក្នុងហ្គេមដែលខ្ញុំបានបង្ហាញនៅខាងដើមមិញហ្នឹងបាទគឺដកបានពិតប្រាកដទៅក្នុងកាបូបលុយ PayPal ដែលជាកាបូបលុយបរទេសមួយបាទហើយនឹងគឺសូមបញ្ជាក់បន្តិចអ្នកគ្នាបាទព្រមមានគ្នាយើងសួរដែរថាហ្គេមហ្នឹងដកមកចូលទៅក្នុង AC ឬក៏ ABA ឬក៏វិញបានដែរអត់អញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការតបវិញនៅកន្ទុយវីដេអូនេះបាទដកបានបងប្អូនអាចដកបានប៉ុន្តែគ្រាន់ថាបងប្អូនតែមានកាបូបលុយបរទេសមួយសិនដូចជាកាបូបលុយ PayPal នេះទៅពេលដែលបងប្អូនរកបានដូចខ្ញុំអញ្ចឹងទៅបងប្អូនអាចធ្វើការដកពីកន្លែងកាបូបលុយ PayPal ហ្នឹងទៅក្នុងធនាគាររបស់យើងស្រុកខ្មែរបានដោយសារតែកម្មវិធីវាជាកម្មវិធីបរទេសអញ្ចឹងវាត្រូវការកាបូបលុយបរទេសបាទអូខេអញ្ចឹងខ្ញុំសូមបងប្អូនយល់ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ